បងតាងាយនឹងខ្ញុំមកធ្វើអាខេល្បីសម្រាប់មនុស្សស្រីញ៉ាំហើយជាពិសេសគឺសម្រាប់នារីដែលកំពុងតែមកខែបងប្អូនទាំងគ្នាស្ដាប់ច្រឡំហើយបងប្អូនទាំងគ្នាអញ្ចឹងទៅមើលថាគ្រឿងផ្សំទាំងអស់ហ្នឹងមានអីខ្លះចានេះបងប្អូនទាំងគ្នាត្រូវតែដាំទឹកហើយបើសំខាន់គឺមានជាមួយនឹងពត្រាក្រហមហើយនឹងផ្លែមួយនេះណាអូយបងប្អូនទាំងគ្នាខ្ញុំនិយាយមែនណាជាមួយផ្លែមួយហ្នឹងគឺខ្ញុំភ្លេចឈ្មោះទៀតហើយអ្នកទាំងគ្នាមានជាមួយនឹងពងទាគឺអ្នកទាំងគ្នាជៀនមកណាបងប្អូនទាំងគ្នាហើយអ្វីដែលសំខាន់មួយទៀតបងប្អូនទាំងគ្នាមានជាមួយនឹងស្ករក្រហមស្ករអំពៅឬក៏ស្ករត្នោតយើងក៏បានដែរសម្រាប់ទឹកនេះគេហៅថាទឹកស្ករត្នោតធ្វើសម្រាប់ញ៉ាំនៅពេលមនុស្សស្រីកំពុងតែមករដូវឬក៏មុនមករដូវហ្នឹងធ្វើទៅវាជានវ័យគ្រាប់ឈាមហើយមួយវិញទៀតសម្រាប់វិធីនេះគឺជាវិធីសាស្ត្របុរាណចឹងណាបងប្អូនអ្នកគ្នាគឺល្អមែនតើញ៉ាំទៅមានកម្លាំងញ៉ាំធ្លាប់ធ្វើញ៉ាំច្រើនដងហើយបងប្អូនណាហើយជាពិសេសសម្រាប់មិត្តបរិបទដែលមានសង្សារជានារីចាបងប្អូនអ្នកគ្នាគួរតែធ្វើវិធីចឹងឲ្យគាត់ញ៉ាំដើម្បីអីគឺអ្នកនរគ្នាធ្វើវិធីហ្នឹងទៅបង្ហាញក្តីស្រឡាញ់ទៅកាន់ដៃគូរបស់អ្នកនរគ្នាហើយមួយវិញទៀតគាត់នឹងលងស្រឡាញ់អ្នកនរគ្នាកាន់តែខ្លាំងហើយបងប្អូនអ្នកគ្នាហើយវិធីនេះគឺល្អមែនតើខ្ញុំនិយាយមែនណាសម្រាប់នារីគឺល្អខ្លាំងបងប្អូនអ្នកគ្នាគួរតែធ្វើញ៉ាំហើយអត្ថប្រយោជន៍គឺជួយច្រើនមែនតើជួយក្នុងការប្រកបសកម្មភាពឈាមខំពេលដែលយើងមកដល់មកចឹងទៅយើងក៏ជាអត់ឈាមនៅក្នុងឈាមនៅក្នុងខ្លួនឬក៏យើងហលហើយអត់កម្លាំងចឹងទៅបងប្អូនគ្នាធ្វើអញ្ចឹងញ៉ាំប្រកបជាមានកម្លាំងណាស់មកវិញហើយញ៉ាំទៅឆ្ងាញ់ហើយស្រួលខ្លួនទៀតបងប្អូនអ្នកគ្នាទឹកពុះឬក៏អ្នកគ្នាអត់តន់ដាំទឹកឲ្យចាក់ស្ករចូលក៏បានដែរបងប្អូនអ្នកគ្នាណាខ្ញុំប្រាប់ចឹងបើសិនមកមានស្ករពីងឬក៏ស្ករត្នោតអ្នកគ្នាដាក់ស្ករត្នោតកាន់តែក្រហមល្អហើយអ្វីដែលសំខាន់គឺចាក់នេះចូលទឹកអស់តែម្ដងចាបងប្អូនអ្នកគ្នាហើយសម្រាប់ពងនេះមិនចាំជៀនក៏បានអ្នកគ្នាគ្រាន់តែគួរពីឲ្យដាក់ចូលក្នុងឆ្នាំងឲ្យវាឡើងឆ្អិនល្អហើយចាប់ដាក់គ្រឿងចូលក៏បានណាបងប្អូនអ្នកគ្នាប៉ុណ្ណឹងគឺរួចជាការស្រេចហើយបងប្អូនអ្នកគ្នាមកឲ្យវាឆ្អិនជាមួយនឹងពត្រានឹងសិនណាបងប្អូនអ្នកគ្នាពត្រាក្រហមអ្នកគ្នាឃើញចាទឹកវាសើក្រហមនេះស្អីខ្ញុំប្រើស្ករក្រហមណាប៉ុន្តែជាលក្ខណៈថាស្ករសមិនប្រើជាមួយស្ករត្នោតយើងអាស្តុតលេខ1គឺកាន់តែល្អបងប្អូនអ្នកគ្នាហើយប្រើស្ករអំពៅទៀតគឺកាន់តែល្អជាតិខ្លាំងមែនទែនបងប្អូនណាខ្ញុំនិយាយបានយ៉ាងទៅល្អចំពោះសុខភាពយើងខ្លាំងណាស់